សួស្តីពុកម៉ែបងប្អូនថ្ងៃហ្នឹងគឺយើងមកជួបជាមួយនឹងម៉ូតសក់ទៀតហើយនៅក្នុងវីដេអូរបស់ admin ដែលជាវីដេអូមួយដែលទាក់ទងជាមួយនឹងការ review ម៉ូតសក់ថ្មីឬក៏ម៉ូតសក់តាមប្រទេសបើជាដំបូងហ្នឹងគឺកុំភ្លេចផ្ដល់កម្លាំងចិត្តមុននឹងឃើញវីដេអូរបស់ខ្ញុំបាទហ្នឹងកុំភ្លេចមើលចាប់ណាបាទហ្នឹងគឺជាការផ្ដល់កម្លាំងចិត្តឲ្យខ្ញុំទេនៅពេលដែលទស្សនាវីដេអូរបស់ admin ចប់ហើយកុំភ្លេចជួយ like ហើយ comment ហើយនឹងជួយ share ហើយកុំភ្លេចជួយ follow page ម្នាក់មួយផងបាទដើម្បីផ្ដល់កម្លាំងចិត្តឲ្យ admin សម្រាប់ម៉ូតសក់ថ្ងៃហ្នឹងគឺជាម៉ូតសក់មួយដែលបាទ admin ដកស្រង់ចេញមកពីតាមប្រទេសទៀតហើយបាទពុកម៉ែបងប្អូនបាទគឺមានសារៈសំខាន់មែនទែនណាម៉ូតសក់ទាំងអស់នេះដែល admin នាំយកមកណាជាសក់មួយឬក៏ម៉ូតសក់មួយដែលយើងមើលទៅគឺយើងអាចបានន័យថាយើងមើលទៅគឺយើងអាចយកអ្វីដែលថ្មីឬក៏បទពិសោធន៍ដែលថ្មីដែលយើងអត់ធ្លាប់មានឬក៏technique ដែលថ្មីtechnique ដែលល្អដែលយើងអត់ធ្លាប់យកមកប្រើនៅពេលដែលយើងឃើញវីដេអូរបស់ admin ហើយអាចយកបាទសូមអធិស្ឋានបាទនិយាយជាមិត្តអាចយកវាមកប្រើបាននៅចំណុចណាដែលយើងខ្វះខាតជាពិសេសដូចជាងដូចជារូបខ្ញុំជាដើមគឺខ្ញុំតែងតែមើលបាទដើម្បីយកអ្វីដែលថ្មីមកធ្វើការច្នៃប្រឌិតឬក៏បាទយើងអនុវត្តទៅវាស្អាតយើងក៏អនុវត្តវាបន្តណាបើមិនជាយើងមើលទៅកន្លែងណាវាខ្វះខាតអត់ស្អាតយើងក៏បាច់យកវាទេហ្នឹងហើយវីដេអូគឺអត់មានអីទេយើងគ្រាន់តែយកមក review សម្រាប់ចែកចាយឲ្យពុកម៉ែបងប្អូនក៏ទស្សនាហើយនឹងបានស្គាល់ទម្រង់សក់ហ្នឹងឯងអូខេឥឡូវយើងតាមដានជាមួយនឹងខ្ញុំបាទទាំងអស់គ្នាបាទនៅក្នុងវីដេអូរបស់ខ្ញុំបាទនៅក្នុងការ review នេះណានៅក្នុង page របស់ខ្ញុំបាទផ្ទាល់តែម្ដងសម្រាប់ពុកម៉ែបងប្អូនឬក៏ជាងកាត់សក់ដែលត្រូវការជាមួយនឹងផលិតផលកាត់សក់ឬក៏ចង់បានម៉ាទីរីកាត់សក់អាចទាក់ទងតាមរយៈ Facebook ដែលមានឈ្មោះឆាំវិបុលបាទឬក៏លេខទូរស័ព្ទដែលមានដាក់នៅខាងក្នុងវីដេអូ016 9398 19បាទគឺមានការទទួលខុសត្រូវនិងមានទំនួលខុសត្រូវខ្ពស់រាល់ឧបករណ៍ឬក៏ផលិតផលដែលទិញពីខាងខ្ញុំបាទទៅគឺមានការធានាត្រឹមត្រូវបាទសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍កុំភ្លេចទាក់ទងតាមរយៈលេខទូរស័ព្ទ016 9398 19បាទ